Điệp xưa cần tôi chia sút đây bom ôn để ọc nia đã tam đàn đạp riêng đi tiền rừng khmoi để ọc nia ngày nay dương quên một chục nia mười riêng tiệt hai tiệt tôn cho mỗi nâng riêng pri đam khno và dân trong đăng thả sạch riêng miền đầm nợ đam tôn dân dạng ná dương tan đàn đạp tiếng ọc nia riêng pri đam khno niaสมัย Pol Pot មានស្ត្រីម្នាក់អាយុជាង20ឆ្នាំធ្វើជាប្រធានកងនារីឈ្មោះភាវីក្នុងនាមជាប្រធានកងពលតូចភាវីបានសម្លាប់ជនបដិវត្តន៍និងប្រជាជនស្លូតត្រង់ក្នុងខេត្តកំពង់ចាមអស់ជាច្រើនអ្នកមិនតែប៉ុណ្ណោះនាងថែមទាំងប្រមូលមាសប្រាក់ពីជនរងគ្រោះបានចំនួន2ឡាំងយកទៅកប់ទុកក្រោមដើមខ្នុរមួយដើមក្រោយថ្ងៃរំដោះនាងវីក៏បានស្លាប់នៅក្នុងសង្គ្រាមនោះទៅក្រោយស្លាប់ទៅព្រលឹងនាងវីនៅសោកស្ដាយទ្រព្យសម្បត្តិដែលបានលាក់ទុកកាលនោះនាងក៏ក្លាយជាព្រាយក្បាល8ដល់កាយសាហាវក្នុងខេត្តកំពង់ចាមប្រជាជនដែលរស់ដែលនៅសេសសល់ពីការស្លាប់បានវិលត្រឡប់មករស់នៅក្នុងភូមិឃុំវិញដោយឡែកសាលាយុទ្ធវ័នដែលជាមន្ទីររបស់ខ្មែរក្រហមនោះពុំមានមនុស្សមកធ្វើការនៅឡើយទេជាហេតុធ្វើឲ្យមានព្រៃដុះសុបទ្រុបពិសេសនៅម្ដុំដើមខ្នុរដែលកប់មាសនោះឯងក្រោយមកមានកុមារាម្នាក់ឈ្មោះរ៉េតអាយុ11ឆ្នាំជាក្មេងកំព្រាឪពុករស់នៅជាមួយម្ដាយរ៉េតជាក្មេងឧស្សាហ៍ណាស់ក្រៅពីរៀនសូត្រគេឆ្លៀតធ្វើកិច្ចការផ្ទះជួយលក់ដូរម្ដាយទៀតផងប៉ុន្តែគេក៏ជាក្មេងរពឹសគួរសមណាស់ដែរថ្ងៃមួយរ៉េតបានបបួលមិត្តភក្តិ3នាក់ឈ្មោះមឿនប្រុងនិងវឿនទៅបេះខ្នុរពួកគេក៏នាំគ្នាឡើងបេះដើមខ្នុរហើយដោយឡែកកុមាររ៉េតរៀងប្រមាប់ជាងគេពុំសូវចេះឡើងទើបនៅចាំប្រមូលដើមខ្នុរខាងក្រោមពេលពួកគេកំពុងបេះដើមផ្លែខ្នុរកុមារមឿននិយាយថាពួកឯងមានក្រអូបខ្នុរទុំទេកុមារវឿនឆ្លើយតបក្រអូបស្អីបើផ្លែសុទ្ធតែខ្ចីហ្នឹងពួកយើងចេះតែបេះទម្លាក់ទៅទុកឲ្យអារ៉េតជាអ្នកប្រមូលទុកឲ្យម៉ែស្ងោចិច្ចប្រហុកនិងទុកស្លកកូរឆ្ងាញ់ណាស់វើយក្នុងពេជ្រនោះកុមារវឿនដែលនៅមេឃខាងក្រោមនិយាយថាអាផ្លែមួយនោះធំជាងគេហើយក្រអូបណាស់ប៉ុន្តែមិនទាន់ទុំស្រួលបួលផងមិនក៏មានគេខែកអញ្ចឹងពួកឯងមើលណមានស្នាមកញ្ចក់ទៀតផងរងលឺហើយតបថានិយាយតែផ្ដាស់មានមនុស្សឯណាមកហែកខ្នុរលើដើមអញ្ចឹងនោះបើចាស់ប្រែកលាគេថាយកទៅបន្ទុំបាត់ទៅហើយកុមាររ៉េតឆ្លើយពីក្រោមដើមថាពួកឯងកុំនាំគ្នានិយាយច្រើនពេកបេះឲ្យស្រូតទៅប្រយ័ត្នដល់ផ្ទះម៉ែវាយពេលមកយូរអញ្ចឹងពួកគាត់ភ័យស្លាប់ហើយព្រាមនោះវឿនស្រែកភ្លាមអាណាបោចសក់អញវើយអាមឿនមែនមឿនថាបោចសក់ក្បាលឯងស្អីបើអញនៅលើមេឃខ្ពស់យ៉ាងនេះបន្ទាប់មករ៉េតក៏ស្រែកអូយអាណាកញ្ញៅខ្នងអញអាវឿនមែនទេប្រយ័ត្នអញគប់មកខ្នោបែកមុខវើយពួកគេទាំង3ជេរហើយចោទគ្នាទៅវិញទៅមកកំពុងតែតតាំងមិនទាន់ផុតមាត់ផងរ៉េតក៏លេចមើលទៅលើស្រែកយ៉ាងស្លុតអារម្មណ៍អូយខ្មោចមុខអីអាក្រក់ម្លេះអាដែងចុះឲ្យលឿនកុមារទាំង3
កាលបើរ៉េតស្រែកផ្លាត់សម្លេងយ៉ាងនេះពួកគេងាកក្រោយព្រមគ្នាក៏ឃើញព្រីកំពុងតែបង្ហាញខ្លួនទាំងថ្ងៃយកដៃច្រើនមឿនដែលនៅមេខ្ពស់ជាងគេធ្លាក់បាក់ដៃសន្លប់មួយរំពេចនៅចិត្តគល់ខ្នោរីឯពីរអ្នកទៀតខ្លះសម្រូតចុះខ្លះលោតចុះដួលក្រេចជើងប្រឹងរត់ទាំងត្រដផ្អើលពេញភូមិទាំងថ្ងៃរ៉េតបានរត់ទៅមុនហើយប្រាប់តាសុំដែលជាឪពុកធំរបស់មឿនគេនិយាយទាំងក្រហេបក្រហបថាតាមឿនធ្លាក់ពីលើដើមខ្នោសន្លប់នៅទីនោះបាត់ទៅហើយពួកខ្ញុំបានឃើញព្រីនៅលើដើមខ្នោច្រានវាទម្លាក់ចុះតាសុំលឺហើយស្ដីបន្ទោសរ៉េតយ៉ាងខ្លាំងថាពួកឯងមិនក៏ហ៊ានទៅទីនោះសូម្បីតែចាស់ក៏មិនហ៊ានទៅខ្វៀលគោនៅក្បែរនោះផងពួកឯងនេះចាំមែនព្រឺក្បាលទាំងថ្ងៃតែម្ដងហើយតាសុំប្រញាប់ទៅហៅអ្នកភូមិទៅជួយយកមឿនមកផ្ទះទើបដឹងខ្លួនរួចនាំមឿនទៅតឆ្អឹងដៃនៅឯគ្រូខ្មែរចាស់ក្នុងភូមិបាននិយាយថាពេលកណ្ដាលអាត្រៀតតែងតែឃើញភ្លើងខៀវហោះចេញចូលដើមខ្នុរនោះរីឯមុខសាលាវិញត្រឡប់មិនទាន់ទេឲ្យតែជិះកង់កាត់ម្ដងណាចេះតែព្រឹកក្បាលខ្ញាក់ជួនមានមនុស្សប្រុសស្លៀកខោអាវខ្មៅអង្គុយជក់បារីដូចអ្នកយាមពេលខ្លះមានសំឡេងស្រែកហៅតែមិនឃើញមនុស្សទេរីឯដើមស្រល់មុខសាលាវិញពេលមានខ្យល់បក់ម្ដងរេចុះរេឡើងលឺសូរសំឡេងដូចមនុស្សធ្ងោព្រោះកាលឆ្នាំ1979មានពួកទាហានខ្មែរក្រហមស្លាប់នៅទីនោះច្រើនណាស់ប៉ុន្មានថ្ងៃក្រោយមកតាសុំនិងអ្នកភូមិបាននាំគ្នាទៅគោភ្លើងដុតដើមខ្នុរចោលប៉ុន្តែដើមខ្នុរនោះគ្រាន់តែខ្លោចគល់និងជ្រុះស្លឹកខ្លះប៉ុណ្ណោះនេះពីយប់មួយអ្នកភូមិបានឃើញភ្លើងពណ៌ខៀវហោះសំដៅទៅដើមអំពិលដ៏ធំមួយក្រោយផ្ទះរបស់រ៉េតធ្វើឲ្យអ្នកផ្ទះរ៉េតទាំងអស់ក្រអូបក្លិនខ្នុរទុំគ្រប់គ្នាម្ដាយរ៉េតនិយាយថាអ្នកណាមានខ្នុរហូបអីក៏ក្រអូបម្លេះរ៉េតឆ្លើយអត់មានទេម៉ែតែបើតាមខ្ញុំដឹងដូចក្លិនផ្លែខ្នុរកន្លែងព្រាយលងពួកខ្ញុំអញ្ចឹងម្ដាយរ៉េតតបឯងឈប់និយាយទៅម៉ែខ្លាចណាស់ក្រោយមកព្រៃនាងវីបានផ្លាស់ប្ដូរឈប់នៅដើមខ្នុរហើយមកនៅដើមអំពិលវិញនៅពេលដែលមនុស្សក្មេងចាស់មកបេះត្រួយក្តាប់ឬក៏ផ្លែម្ដងពួកគេឧស្សាហ៍ធ្លាក់ពីលើដើមអំពិលណាស់ព្រោះអំពិលមួយដើមនេះសម្បូរផ្លែហើយផ្អែមទៀតផងលេងពីពេលប្រឡប់ថ្ងៃមួយមានក្មេងៗមួយក្រុមមកពីភូមិជិតគ្នាបានមកលួចបេះអំពិលនោះដោយសារតែដើមអំពិលនេះមានមែកសាខាផ្លែរយិញរយោងជាការងាយស្រួលដល់ពួកក្មេងៗស្រវាតោងឡើងទៅលើនាងព្រាយកាលបើដឹងថាមានក្មេងរពឹសខាងលួចបែបនេះក៏បញ្ចេញសកម្មភាពបន្លាចពួកគេយ៉ាងចាស់ដៃក្មេងម្នាក់ស្រែកឡើងថាអាដែងមុនណាស់ឡើងមកវល់វិញស្រួលជាងតាមពិតវល់នេះជាសក់ខ្មោចព្រោះយប់មើលមិនច្បាស់ក្មេងម្នាក់ទៀតតបថាអញឡើងតាមមេឃវិញទុនហើយមកលមមអោបឡើងបានអណ្ដាតខ្មោចពេលពួកគេឡើងបានខ្ពស់បន្តិចទើបរាវរចង្កោមផ្លែអំពិលមានក្មេងម្នាក់ស្ទាបទៅប៉ះចំចង្កោមព្រាយភ្ញាក់ព្រឺតលួនមាត់ថាជប់យ៉ាអំពិលនេះផ្លែធំឡើយចង់ស្រួយទៀតផងកាលពីថ្ងៃអញឃើញតែផ្លែទូចសោះហ្នឹងដល់កុមារមិនអស់ចិត្តគេក៏ខំបើកភ្នែកធំហើយពិនិត្យមើលក៏ស្រែកខ្មោចពេលនោះនាងព្រាយបានហាមាត់យ៉ាងធំធ្វើឲ្យក្មេងភ័យខ្លាចខ្លះសម្រូតចុះខ្លះលោតខ្លះធ្លាក់
ទល់ផ្អករលត់ដៃជើងស្រែកផ្អើលពេញភូមិពី3ថ្ងៃក្រោយមកមានស្ត្រីម្នាក់ឈ្មោះទូចបានបេះត្រួយអំពិលយកមកស្លមកជូរដើមចេកពេលគាត់ពិសាសម្លនោះរួចក៏ចុកពោះរហូតដល់ស្រែកននាលពេញផ្ទះតាម៉ៃគាត់ជាគ្រូអូមអាមស្រាប់ហើយក៏ចេះមន្តអាគមគាត់ក៏ជាទាហានកាលពីសម័យអិសរៈដែរកាលបើឃើញកូនចុកពោះលេបថ្នាំមិនជាបែបនេះគាត់ក៏យកខ្សែអំបោះចងដៃចងជើងរួចគាត់ឲ្យធូបទៀន3ដើមនិងធូប5សរសៃសូត្រផ្លុំជាមួយនឹងទឹកមួយផ្តិលស្ពួនប្រោះទៅលើនាងរួចគាត់ចាប់ផ្ដើមអុជធូប3សរសៃទៀតវាយលើចុងជើងនាងតិចរហូតដល់ក្បាលពេលនោះអ្នកជំងឺស្រែកអូយលែងអញទៅតាចាស់រួចធ្វើពុកខប់ដាក់តាម៉ៃថាអញមិនលែងទេនាងមកពីណាឈ្មោះអីបានជាមកចូលរូបកូនអញអញ្ចឹងបើមិនប្រាប់អញទេអញប្រាប់អញចាប់ញាត់ក្រឡយកទៅដុតទាំងរស់ការសន្ទនារវាងព្រាយចូលរូបនិងតាម៉ៃជាគ្រូសិលធ្វើឲ្យអ្នកចិត្តខាងចោមរោមមើលពេញផ្ទះអ្នកជំងឺព្រាយចូលឆ្លើយខ្ញុំឈ្មោះភាវីជាព្រាយក្បាល8ចង់ស៊ីញ៉ាំភ្លាហើយបាយសបាយក្រហមព្រោះស៊ីតែខ្នុរច្រើនឆ្នាំមកហើយតាម៉ៃក៏ហឹមរួចនិយាយអូអញ្ចឹងទេតាបានជាដើរធ្វើបាបគេច្រើនក្មេងៗធ្លាក់បាក់ដៃបាក់ជើងអស់ឥឡូវនេះចេញទៅហើយឈប់ដើរធ្វើបាបគេទៀតបើមិនដូច្នេះទេថ្ងៃក្រោយមិនលើកលែងឲ្យឡើយមួយច្របក់ក្រោយមកអ្នកជំងឺក៏បានធូរស្រាលមានអាការៈធម្មតាវិញល្ងាចបន្តិចតាម៉ៃធ្វើពេស្រទាប់ចេក3ត្រួតដោតតុងក្រពើសូនរូបមនុស្សញោមស្លឹកកន្ទួតមានក្បាលមាន់ស្លឹកត្រចៀកជ្រូកចេកទុំស្រាសបាយសបាយក្រហមរៀបដាក់នៅក្បែរគល់អំពិលឲ្យនាងព្រាយសែបសោយចាប់តាំងពីពេលនោះមកខ្មោចនាងវីស្ងប់ស្ងាត់បន្តិចម្យ៉ាងទៀតកុមាររ៉េតហាក់ដូចជាយកចិត្តទុកដាក់បន់ស្រន់និងមានជំនឿទៅលើនាងវីនោះណាស់សូម្បីតែគេប្រឡងក៏គេទៅអុជធូបបន់ស្រន់ដែរហើយរ៉េតឧស្សាហ៍សែននំចំណីមានទាំងក្បាលមាន់ជើងមាន់ច្រមុះជ្រូកត្រចៀកជ្រូកជាដើមដូច្នេះហើយទើបគេមានអារម្មណ៍មិនសូវខ្លាចព្រាយនាងវីនោះលុះរំលងបានមួយសប្តាហ៍មានឪពុកមីរ៉េតម្នាក់ឈ្មោះរាវុធនិងគ្នាគាត់3នាក់ទៀតជាអ្នករកស៊ីមកពីជំរំអូស្វាយអូជ្រៅស្វាយស៊ីសុផុនថ្ងៃនោះពួកគាត់មានការជួបជុំទទួលទានអាហារពេលថ្ងៃស្រាប់តែម្ដាយរ៉េតចុកពោះរមូលខ្លួនពេញផ្ទះពូរាវុធនិងរ៉េតនាំគ្នាជួយរឹតដៃជើងរឹតពោះដោយប្រេងក្រឡានិងបរិសម្នាក់ទៀតនឹងដុតថ្មជួយស្អំចុងជើងនៅតែមិនបាត់ឈឺរ៉េតក៏នឹកឃើញដល់ខ្មោចនាងវីក៏និយាយអង្វរព្រេថាមីងវីកុំធ្វើបាបម៉ែខ្ញុំអីចាំខ្ញុំទិញនំចំណីសែនឲ្យមីងភ្លាមនោះសំឡេងនាងវីបានលឺឡើងខ្ញុំមិនចង់ស៊ីអីទៀតទេខ្ញុំចង់កើតជាមនុស្សពួកឯងអាចជួយខ្ញុំបានទេពេលនោះហើយដែលនាងវីបានរៀបរាប់ទាំងទឹកភ្នែកនៅប្រវត្តិរបស់នាងរហូតដល់ស្លាប់ត្រូវទទួលបាបកម្មខ្លាចជាព្រាយយាមកំណប់បុរសទាំង4នាក់ចាប់អារម្មណ៍ទៅលើកំណប់ដែលនាងវីបានកប់ពួកគេនាំគ្នាអង្វរថាសូមបងវីមេត្តាប្រាប់កំណប់នោះមកចាំពួកខ្ញុំធ្វើបុណ្យឲ្យ7ថ្ងៃធ្វើឆាកបាំងស្គលជូនវិញ្ញាណក្ខន្ធបងឲ្យឆាប់បានទៅចាប់ជាតិពូម្នាក់ទៀតបន្តថាមែនហើយបងវី
ចាំពួកខ្ញុំសែនក្បាលជ្រូកមាន់ស្ងោសែនស្រានំចំណីឲ្យបងមួយសន្ទុះក្រោយមកការសន្ទនារវាងមនុស្សនិងប្រលឹងខ្មោចក៏ត្រូវបញ្ចប់នាងវីមិនទាន់បានប្រគល់កំណប់ឲ្យទៅអ្នកណាទេព្រោះនាងនៅស្ដាយទ្រាបមិនដាច់ចិត្តឲ្យទៅគេកាន់កាប់ឡើយបុរស4នាក់ដោយចង់បានកំណប់នោះខ្លាំងពេកឲ្យតែដល់ពេលយប់នឹងអាលទៅកោះកំណប់គ្រាន់តែប្រលប់បន្តិចបុរសទាំង4ខ្លះលីចប់កាប់ខ្លះលីចប់ជីកខ្លះកាន់ពិលតូចធំនាំគ្នាដើរសម្ដៅទៅដើមខ្នុរដែលព្រាយធ្លាប់រស់នៅយប់នោះផ្ទៃមេឃប្រែជាងងឹតស្លុបជាឱកាសល្អដល់អ្នកជីកកំណប់គ្មាននរណាម្នាក់ឃើញដូចពួកគេឡើយម្នាក់ប្រឹងកាប់គោះកាយដីបានជម្រៅជិត1ម៉ែត្រក៏ប៉ះនឹងវត្ថុរឹងមួយដុំបរោះម្នាក់លួនមាត់ថាចំឡើងហើយវើយគាត់ក៏ប្រឹងកាយដីបន្តកំពុងតែត្រេកអរភ្លៀងក៏ចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងភ្នែកបន្ទោព្រាករន្ទះផោងគួរឲ្យខ្លាចទឹកបានហូរចូលពេញរណ្ដៅដែលបានជីកអ្នកជីកកំណប់នៅតែបន្តខ្លះខំបាយទឹកខ្លះខំជីកថែមទៀតទីបំផុតឡើងនោះក៏คล้ายជាដុំថ្ម2ដុំកប់ក្នុងផុកលុះព្រឹកឡើងមេឃរាំងពួកគេនាំគ្នាទៅមើលរណ្ដៅនោះម្ដងទៀតទឹករីងអស់ទើបឃើញច្បាស់ថាពុំមានឡាំងដែកនោះទេគឺមានតែថ្ម2ដុំតែប៉ុណ្ណោះម្នាក់ក្តៅក្រហាយនិយាយថាចាញ់បកព្រាយទើបនាំគ្នាកាប់ដើមខ្នុរនោះកំទេចចោលក្រោយមកដើមអំពិលផ្អែមរបស់រ៉េតក៏ត្រូវរលំរលាយដល់គល់ប៉ុន្តែគេឃើញភ្លើងខៀវហោះទៅនៅឯដើមច័ន្ទគិរីអំពិលបារាំងដល់ធំមួយក្បែរមាត់បឹងស្នាយឯនោះវិញប៉ុន្មានឆ្នាំក្រោយមកដើមច័ន្ទគិរីក៏ត្រូវបានគេរលំដល់គល់ស្មារតីហើយខ្មោចនឹងវាក៏បានពន្យល់សោះនឹងចូលរូបអ្នកភូមិនិយាយប្រាប់គេគ្រប់គ្នាថានាងជាព្រៃបានកាន់សិលហើយមិនចេញលងគេឯងទៀតទេព្រោះចង់ឲ្យអស់កម្មពៀរីឯកំណប់នោះពិតជាមានមែនតែមិនចង់ឲ្យទៅនរណាឡើយបាទរឿងនេះគឺចប់ប៉ុណ្ណឹងអរគុណសម្រាប់ការតាមដានទស្សនាទាំងអស់គ្នាយើងទៅជួបរឿងក្រោយទៀតបាទរឿងនេះរៀងវែងតិចហើយបាទហើយក៏សូមអធិស្ឋានរាល់ការពាក្យពេចន៍ច្បាស់មិនច្បាស់បាទសូមអធិស្ឋានសូមជម្រាបលា